នៅភូមិអមដោយទលេសាបស្រីឡាជាអ្នកត្បាញសូត្រដ៏ជំនាញកំពុងអង្គុយលើគីតម្បាញរបស់នាងរាល់សរសៃសូត្រនីមួយៗបានបង្កប់នូវក្តីសង្ឃឹមនិងការតស៊ូរបស់ប្រជាជនក្នុងភូមិដែលកំពុងស្ដារខ្លួនឡើងវិញក្រោយសង្គ្រាមពន្លឺថ្ងៃរសៀលចេះចុះលើផ្ទៃមុខដ៏ស្រស់ផូរផង់របស់នាងបង្ហាញពីភាពអត់ធ្មត់និងទឹកចិត្តដ៏រឹងមាំវុធាបរិសង្ហារឹងមាំនិងមានវាសនាអភ័ព្វបានឈរមើលនាងពីចម្ងាយដីធ្លីរបស់គាត់ដែលធ្លាប់ជាមរតកដូនតាត្រូវបានរឹបអូសដោយមន្ត្រីពុករលួយគាត់ពោពេញដោយការឈឺចាប់ប៉ុន្តែភ្នែករបស់គាត់តែងតែមានពន្លឺនៅពេលដែលគាត់សម្លឹងមើលស្រីលាក់ស្នេហារបស់ពួកគេគឺជាកម្លាំងចលករដ៏សំខាន់នៅក្នុងភូមិដែលពោពេញដោយការលំបាកនេះស្រីលាក់ត្បាញក្តីស្រមៃខណៈវុធីប្រយុទ្ធពីដើម្បីយុត្តិធម៌ពួកគេជាបង្គោលនៃក្តីសង្ឃឹមសម្រាប់គ្នាទៅវិញមកនិងសម្រាប់ប្រជាជនក្នុងភូមិទាំងមូលល្ងាចមួយវុធាបានទៅជួបស្រីលាក់នៅក្បែរផ្ទះរបស់នាងពួកគេបានអង្គុយក្រោមម្លប់ដើមស្វាយចែករំលែកក្តីស្រមៃរបស់ពួកគេយ៉ាងស្ងៀមស្ងាត់ស្រីលាក់បានប្រាប់ពីបំណងចង់ជួយគ្រួសាររបស់នាងនិងឃើញភូមិរីកចម្រើនវុធាបានរៀបរាប់ពីការតស៊ូរបស់គាត់ដើម្បីយកដីធ្លីមកវិញដែលជាប្រភពជីវិតសម្រាប់គ្រួសារគាត់បានសន្យាទៅនាងថានឹងមិនបោះបង់ចោលឡើយទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយស្រីលាក់ក៏បានសន្យាថានឹងមកក្បែរគាត់ទៅនឹកពាក្យសន្យារបស់ពួកគេបានចងច្បោកចិត្តគ្នាទៅវិញមកកាន់តែរឹងមាំឡើងស្នេហារបស់ពួកគេមិនមែនគ្រាន់តែជាអារម្មណ៍នោះទេប៉ុន្តែជាកម្លាំងជំរុញឲ្យពួកគេប្រឈមមុខនឹងការពិតដ៏លំបាកនៅឯសាលាឃុំលោកសារុនជាមន្ត្រីស្រុកដ៏ពុករលួយនិងមានឥទ្ធិពលបានបន្តប្រើអំណាចរបស់ខ្លួនដើម្បីជិះជាន់ប្រជាជនគាត់ជាអ្នកដែលបានរឹបអូសដីរបស់វុធានិងបានបដិសេធរាល់ការទាមទាររបស់គាត់សារុនមានមុខមាត់ស្អាតប៉ុន្តែចិត្តគំនិតពោពេញដោយល្បិចកលនិងលោភលន់គាត់តែងតែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនគិតពីទុក្ខលំបាករបស់ប្រជាជនឡើយប្រជាជនក្នុងភូមិទាំងអស់ខ្លាចរអានិងស្អប់ខ្ពំគាត់វត្តមានរបស់សារុនគឺជាពពុះខ្មៅដ៏ធំមួយដែលគ្របដណ្ដប់លើភូមិគាត់បែបបិទផ្លូវរាល់ការស្វែងរកយុត្តិធម៌របស់វុធានិងធ្វើឲ្យក្តីសង្ឃឹមរបស់គាត់កាន់តែរលត់ទៅគ្រួសាររបស់ស្រីលាក់ស្ថិតក្នុងស្ថានភាពលំបាកប្អូនប្រុសស្រីរបស់នាងត្រូវតែទៅរៀនហើយម្ដាយរបស់នាងមានជំងឺប្រច័ណ្ឌកាយស្រីលាក់ជាបង្គោលតែមួយគត់ដែលទ្រទ្រង់គ្រួសារទាំងមូលនាងត្រូវត្បាញសូត្រទាំងយប់ទាំងថ្ងៃដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពរាល់សរសៃសូត្រនីមួយៗគឺជាញើសឈាមនិងការលះបង់របស់នាងទោះបីជាហត់នឿយក៏ដោយនាងមិនដែលត្អូញត្អែឡើយបន្ទុកដ៏ធ្ងន់នេះធ្វើឲ្យនាងកាន់តែមានភាពរឹងមាំនាងដឹងថាការតស៊ូរបស់នាងមិនមែនគ្រាន់តែសម្រាប់ខ្លួនឯងនោះទេតែដើម្បីអនាគតគ្រួសាររបស់នាងនិងក្តីសង្ឃឹមរបស់វុធាបានបន្តស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់គាត់បានដាក់ពាក្យបណ្ដឹងជាច្រើនដងប៉ុន្តែរាល់ការប៉ុនប៉ងរបស់គាត់តែងតែបរាជ័យមន្ត្រីថ្នាក់ក្រោមសារុនបានទាមទារសំណូកហើយបិទផ្លូវរាល់ការស៊ើបអង្កេតគាត់បានចំណាយប្រាក់ដែលគាត់សល់តិចតួចទៅលើថ្លៃមេធាវីនិងឯកសារផ្សេងៗប៉ុន្តែប្រាក់នោះហាក់ដូចជាគ្មានប្រយោជន៍អ្វីឡើយភាពអស់សង្ឃឹមបានចាប់ផ្ដើមរំពាត់ចិត្តរបស់គាត់មានអារម្មណ៍ថាខ្លួនឯងគ្មានអំណាចដីធ្លីដែលជាដួងព្រលឹងរបស់គាត់ហាក់ដូចជាកាន់តែឆ្ងាយពីគាត់ទៅគាត់បានគិតថាប្រហែលជាគាត់គួរតែបោះបង់ចោលទៅស្រីលាក់បានចាប់ផ្ដើមត្បាញក្រណាត់សូត្រមួយផ្ទាំងដ៏ពិសេសលំនាំរបស់វាស្មុគស្មាញនិងមានអត្ថន័យជ្រាលជ្រៅវាបានបង្កប់នូវរឿងរ៉ាវស្នេហារបស់នាងនិងវុធាការតស៊ូរបស់ពួកគេនិងក្តីសង្ឃឹមសម្រាប់អនាគតរាល់សរសៃសូត្រនីមួយៗគឺជាពាក្យពេចន៍នៃក្តីសន្យារបស់ពួកគេរូបភាពដើមឈើចាក់ឫសជ្រៅបង្ហាញពីភាពរឹងមាំរូបភាពទន្លេហូរឥតឈប់ឈរបង្ហាញពីក្តីសង្ឃឹមដែលមិនចេះរីងស្ងួតក្រណាត់សូត្រនោះមិនមែនគ្រាន់តែជាផលិតផលសម្រាប់លក់នោះទេវាជាការរំលឹកដល់ខ្លួនឯងនិងវុធាអំពីអីដែលពួកគេកំពុងប្រយុទ្ធវាជាបេះដូងនៃក្តីសង្ឃឹមរបស់ពួកគេទោះបីជាខ្លាចរអាសារុនក៏ប្រជាជនក្នុងភូមិជាច្រើនបានសម្ដែងការគាំទ្រដល់វុធានិងស្រីលាក់តាមរយៈពាក្យសម្ដីលើកទឹកចិត្តនិងការចែករំលែកទុក្ខលំបាករបស់ពួកគេក៏រងគ្រោះដោយអំពើពុករលួយដែរអ្នកខ្លះបានបាត់បង់ដីស្រែដោយវុធាអ្នកខ្លះទៀតពិបាករកស៊ីពួកគេបានមកទិញសូត្រពីស្រីលាក់ហើយនិយាយគ្នាខ្សឹបសៀវអំពីសារុនពួកគេរងចាំការផ្លាស់ប្ដូរការគាំទ្រដ៏ស្ងៀមស្ងាត់នេះបានផ្ដល់កម្លាំងចិត្តដល់វុធានិងស្រីលាក់ពួកគេដឹងថាពួកគេមិនមែននៅម្នាក់ឯងទេការតស៊ូរបស់ពួកគេគឺជាការតស៊ូរបស់ប្រជាជនទាំងមូល
ភាពអសង្ឃឹមរបស់វុធាកាន់តែអាក្រក់ទៅគាត់បានគិតថាគាត់នឹងមិនអាចយកដីរបស់គាត់មកវិញបានឡើយគាត់បានទៅរកស្រីឡាដោយទឹកមុខស្រងត់ស្រងាត់ហើយស្ទើរតែបបង់ចោលក្តីសង្ឃឹមទាំងអស់ស្រីឡាបានអបគាត់យ៉ាងណែននាងបានរំលឹកគាត់អំពីពាក្យសន្យារបស់ពួកគេនិងភាពរឹងមាំរបស់គាត់នាងបានប្រាប់ថាដរាបណាមានក្តីសង្ឃឹមពួកគេមិនគួរចោះចាញ់ឡើយពាក្យសម្ដីដ៏កក់ក្ដៅនឹងការលើកទឹកចិត្តរបស់ស្រីឡាបានធ្វើឲ្យវុធាមានកម្លាំងចិត្តឡើងវិញគាត់បានដឹងថាស្នេហារបស់នាងគឺជាកម្លាំងដ៏អស្ចារ្យបំផុតដែលអាចជួយគាត់ឲ្យបន្តដំណើរទៅមុខបានសារ៉ុនបានលើដំណឹងពីការតស៊ូរបស់វុធានិងសកម្មភាពត្បាញរបស់ស្រីឡាគាត់បានបញ្ជូនបាក់ពួកមកគំរាមកំហែងវុធានិងធ្វើឲ្យស្រីឡាមានការភ័យខ្លាចគាត់ថែមទាំងបានទៅជួបស្រីឡាដោយផ្ទាល់ហើយបានផ្ដល់សំណើដ៏ថោកទាបដោយសន្យាថានឹងប្រគល់ដីឲ្យវុធាវិញប្រសិនបើនាងព្រមធ្វើជាភរិយាទី2របស់គាត់ស្រីឡាបានបដិសេធយ៉ាងដាច់អហង្ការការគំរាមកំហែងរបស់សារ៉ុនបានធ្វើឲ្យស្រីឡាភ័យខ្លាចប៉ុន្តែនាងកាន់តែមានការតាំងចិត្តខ្លាំងឡើងនាងដឹងថានាងត្រូវតែការពារស្នេហារបស់នាងនិងយុត្តិធម៌វុធាដោយមានការលើកទឹកចិត្តពីស្រីឡានិងការគាំទ្រពីលោកតាមានដែលជាអតីតចាស់ទុំក្នុងភូមិបានសម្រេចចិត្តធ្វើការតស៊ូជាសាធារណៈគាត់បានប្រមូលភស្តុតាងនិងសាក្សីពីអ្នកភូមិដែលរងគ្រោះដូចគ្នាគាត់បានរៀបចំឯកសារបញ្ជាក់ពីកម្មសិទ្ធិដីធ្លីរបស់គាត់និងបានស្នើសុំឲ្យលោកតាមានជួយសរសេរញត្តិមួយដើម្បីដាក់ជូនថ្នាក់ខេត្តនេះជាផ្លូវចុងក្រោយរបស់គាត់ទង្វើនេះគឺជាជំហានដ៏គ្រោះថ្នាក់មួយប៉ុន្តែវុធាបានត្រៀមខ្លួនរួចជាស្រេចគាត់ដឹងថាបើគ្មានការប្រថុយប្រឋានទេគាត់នឹងមិនអាចទទួលបានយុត្តិធម៌ឡើយស្រីឡាទោះបីជាត្រូវប្រឈមមុខនឹងការគំរាមកំហែងនិងការលំបាកក៏ដោយក៏នាងនៅតែបន្តត្បាញសូត្ររបស់នាងរាល់លំនាំសូត្ររបស់នាងកាន់តែមានន័យជ្រាលជ្រៅនិងបង្ហាញពីការតស៊ូលំនាំទាំងនោះបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីទុក្ខលំបាករបស់ប្រជាជននិងក្តីសង្ឃឹមរបស់ពួកគេអ្នកភូមិដែលឃើញក្រណាត់សូត្រទាំងនោះបានយល់ពីសារដ៏សំខាន់ដែលបង្កប់នៅក្នុងនោះនាងបានត្បាញរូបភាពដែលពិពណ៌នាអំពីភូមិរបស់ពួកគេមុនពេលសារ៉ុនរានិងក្តីស្រមៃរបស់ពួកគេសម្រាប់អនាគតក្រណាត់សូត្រនោះបានក្លាយជាភស្តុតាងដ៏ស្ងៀមស្ងាត់មួយការគៀបសង្កត់លោកតាមានជាអ្នកប្រាជ្ញក្នុងភូមិបានណែនាំវុធាឲ្យស្វែងរកជំនួយពីលោកអភិបាលខេត្តផ្ទាល់លោកតាមានបានប្រាប់ថាលោកអភិបាលខេត្តជាមនុស្សស្មោះត្រង់និងមិនចូលចិត្តអំពើពុករលួយឡើយលោកតាមានបានណែនាំឲ្យវុធានិងអ្នកភូមិប្រមូលភស្តុតាងឲ្យបានច្បាស់លាស់និងទៅដាក់ពាក្យបណ្ដឹងដោយផ្ទាល់នៅសាលាខេត្តគាត់បានសន្យាថានឹងទៅជាមួយវុធានេះគឺជាពន្លឺនៃក្តីសង្ឃឹមថ្មីមួយសម្រាប់វុធាគាត់បានដឹងថាគាត់ត្រូវតែធ្វើវាដើម្បីខ្លួនឯងសម្រាប់ស្រីឡែនិងសម្រាប់ប្រជាជនក្នុងភូមិវុធាលោកតាមឿននិងអ្នកភូមិមួយចំនួនទៀតបានប្រមូលភស្តុតាងយ៉ាងលំបាកដោយប្រថុយនឹងគ្រោះថ្នាក់ពួកគេបានកត់ត្រាសាក្សីនិងប្រមូលឯកសារពាក់ព័ន្ធផ្សេងៗដែលបង្ហាញពីអំពើពុករលួយរបស់សារ៉ុនស្រីឡែបានមកក្រណាត់សូត្រដ៏ពិសេសរបស់នាងដែលមានលំនាំរឿងរ៉ាវរបស់ពួកគេទៅឲ្យវុធានាងសង្ឃឹមថាវានឹងអាចជួយជាភស្តុតាងដ៏មានតម្លៃមួយការប្រមូលភស្តុតាងនេះបានចំណាយពេលជាច្រើនសប្តាហ៍រាល់ថ្ងៃពួកគេរស់នៅក្នុងភាពភ័យខ្លាចប៉ុន្តែក្តីសង្ឃឹមបានជំរុញពួកគេឲ្យបន្តទៅមុខថ្ងៃមួយលោកអភិបាលខេត្តបានចុះមកត្រួតពិនិត្យភូមិវុធាលោកតាមាននិងអ្នកភូមិបានឆ្លៀតឱកាសនេះដើម្បីដាក់ពាក្យបណ្ដឹងនិងបង្ហាញភស្តុតាងដល់លោកអភិបាលខេត្តផ្ទាល់វុធាបានរៀបរាប់រឿងរ៉ាវរបស់ខ្លួនដោយសេចក្តីក្លាហានលោកតាមានបានបង្ហាញឯកសារនិងសាក្សីស្រីឡាក់បានឈរនៅក្បែរវុធាដោយកាន់ក្រណាត់សូត្រដ៏ស្រស់ស្អាតរបស់នាងដែលបង្កប់រឿងរ៉ាវទាំងនោះលោកអភិបាលខេត្តបានស្ដាប់ដោយយកចិត្តទុកដាក់នៅពេលដែលគាត់បានឃើញក្រណាត់សូត្ររបស់ស្រីឡាក់គាត់ហាក់ដូចជាយល់ពីទុក្ខលំបាករបស់ប្រជាជនគាត់បានសន្យាថានឹងធ្វើការស៊ើបអង្កេតភូមិបានចាប់ផ្ដើមស្ដារខ្លួនឡើងវិញដោយមានក្តីសង្ឃឹមថ្មីដីធ្លីរបស់វុធាត្រូវបានប្រគល់ជូនវិញគាត់បានចាប់ផ្ដើមភ្ជួររាស់ដីរបស់គាត់ដោយក្តីរីករាយនិងក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាងស្រីឡាក់ក៏បន្តការត្បាញសូត្ររបស់នាងដែរប៉ុន្តែពេលនេះនាងមានទឹកចិត្តរីករាយជាងមុនលំនាំសូត្ររបស់នាងបានផ្លាស់ប្ដូរពីរឿងរ៉ាវតស៊ូទៅជារឿងរ៉ាវនៃភាពរុងរឿងនិងសេចក្តីសុខស្នាមញញឹមបានលេចឡើងពេញភូមិក្មេងៗបានរត់លេងយ៉ាងសប្បាយរីករាយស្នេហារបស់វុធានិងស្រីឡាក់ក៏បានរីកចម្រើនយ៉ាងស្រស់បំព្រងថ្ងៃមួយវុធាបានយកបាច់ផ្កាឈូកក្រហមមួយបាច់
ទៅឲ្យស្រីលាក់គាត់បានលុតជង្គង់នៅពីមុខនាងហើយបានសុំនាងរៀបការស្រីលាក់បានស្រក់ទឹកភ្នែកដោយក្តីរំភើបនិងក្តីសុខនាងបានយល់ព្រមភ្លាមពាក្យសន្យារបស់ពួកគេដែលធ្លាប់បានលាក់បាំងក្នុងចិត្តនោះឥឡូវនេះបានក្លាយជាការពិតពួកគេបានឆ្លងកាត់ឧបសគ្គជាច្រើនរួមគ្នាស្នេហារបស់ពួកគេបានបង្ហាញថាស្នេហាពិតអាចយកឈ្នះរាល់ការលំបាកទាំងអស់ពួកគេបានរកឃើញសុភមង្គលដែលពួកគេបានប្រយុទ្ធដើម្បីទទួលបានទីមបំផុតថ្ងៃអាពាហ៍ពិពាហ៍របស់វូធានិងស្រីលាក់បានមកដល់ភូមិទាំងមូលបានប្រែក្លាយទៅជាទីកន្លែងដ៏ស្រស់ស្អាតពោពេញដោយផ្កានិងទង់ជាតិអ្នកភូមិទាំងអស់បានមកចូលរួមអបអរសាទរស្រីលាក់បានស្លៀកពាក់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ដែលត្បាញពីសូត្រដ៏ពិសេសរបស់នាងវាមានលំនាំរឿងរ៉ាវស្នេហារបស់នាងនិងវូធាពីការតស៊ូរហូតដល់ថ្ងៃដ៏សែនរីករាយនេះនាងមើលទៅស្រស់ស្អាតដូចទេពអប្សរវូធាបានឈរនៅក្បែរនាងដោយក្តីស្រឡាញ់ពេញបេះដូងពួកគេបានចាប់ដៃគ្នាហើយសម្លឹងមើលទៅអនាគតដ៏ភ្លឺស្វាងនេះមិនមែនគ្រាន់តែជាការចាប់ផ្ដើមជីវិតថ្មីរបស់ពួកគេទេប៉ុន្តែជាការចាប់ផ្ដើមនៃសន្តិភាពវិបុលភាពនិងក្តីសង្ឃឹមសម្រាប់ភូមិទាំងមូលពាក្យសន្យារបស់អ្នកត្បាញគឺជាការរំលឹកដល់កម្លាំងនៃសេចក្តីស្រឡាញ់ភាពធន់របស់មនុស្សនិងការតស៊ូដើម្បីយុត្តិធម៌ក្នុងប្រទេសកម្ពុជាក្រោយសង្គ្រាម